កើតថ្នាក់ធ្នមប្រណីតស៊ូចិញ្ចឹមបុត្រភ្លីទោះក្តៅជុំភ្លីសង្វាតមិនត្អូញរុញរីកូនតូចរហូតរៀបការក៏នៅរក្សាបារម្ភចំណែកគុណគ្រូជាគុណទីពីរលះបងខិតខំសំភីបង្រៀនវិជ្ជាអប់រំសិស្សរៀនពូកែគេថាមកពីពូជពងបើសិនជាសិស្សវិញល្ងងគេថាគ្រូនោះមិនកើតអោព្រះអើយព្រះរស់ជាឈ្មោះពុកម៉ែមិត្តអើយត្រូវសងគុណថែធ្វើបុណ្យឲ្យទាន់ពេលខ្នាតត្រូវត្រង់ត្រាប់ស្ដាប់គ្រូបាត់ជាយទៅមានកំណត់អនាគតខ្ពស់ត្រដែតដូចខែអង្គអើត្រចង់នេះជាចម្រៀងច្រៀងរៀបរាប់ប្រាប់សូមមិត្តគ្រប់ប្រាណប្រញាប់សម្លាប់ចិត្តបាបសាងគុណសម្លឹងឲ្យឆ្ងាយសំដីចិត្តកាយទុនភ្លុនកុំល្មឹងលឹងលួងហួងគុណគុណម្ដាយគុណពុកគុណគ្រូពុកម៉ែមិត្តអើយត្រូវសងគុណថែធ្វើបុណ្យឲ្យទាន់ពេលខ្នាតត្រូវត្រង់ត្រាប់ស្ដាប់គ្រូបាត់ជាយទៅមានកំណើតអនាគតខ្ពស់ត្រដែតដូចខែអង្គអើត្រចង់ជាចម្រៀងច្រៀងរៀបរាប់ប្រាប់សូមមិត្តគ្រប់ប្រាណប្រញាប់សម្លាប់ចិត្តបាបសាងគុណសម្លឹងឲ្យឆ្ងាយសំដីចិត្តកាយទុនភ្លុនគុំល្មឹកលឺលួងហួងគុណគុណម្ដាយគុណនៅពុកគុណគ្រូសូមថ្លែងអំណរគុណចំពោះទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាដែលបានអញ្ជើញចូលរួមនៅក្នុងពិធីដ៏ឱឡារិកនេះ